បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានិយាយថាប្រហែលថ្ងៃនេះវាថាផ្ទុះវែកញែកខ្លាំងមែនតើបងប្អូនរឿងដំណាំស្វាយនិងដំណាំកៅស៊ូហើយនឹងការតាក់តែងមេឃបាទបងប្អូនខ្លះក៏ថាទុកមេឃច្រើនផ្លែច្រើនបងប្អូនខ្លះថាទុកមេឃតិចផ្លែច្រើនគ្រាប់ល្អបាទអញ្ចឹងបងប្អូនកុំតន់ជឿនរណាម្នាក់បាទដើម្បីកុំឲ្យថាខុសអញ្ចឹងបងប្អូនអាចសាកល្បងដោយខ្លួនឯងបាទបងប្អូនទៅសាកល្បងខ្លួនឯងបាទធ្វើការតែងមេឃវាបានផលជាងឬក៏ទុកមេឃបានផលជាងបាទបងប្អូនសាកតែប៉ុណ្ណឹងមួយឆ្នាំទៅបាទបងប្អូនដឹងអញ្ចឹងបើបងប្អូនមានចំការ2ហាត់បាទអញ្ចឹងបងប្អូនតែងមួយហាត់មិនបាច់តែងមួយហាត់បាទហើយយើងចាំមើលលទ្ធផលទាំងអស់គ្នានៅឆ្នាំក្រោយតើលទ្ធផលនៃការតែងមេឃនិងអត់តែងមេឃមួយណាល្អជាងបាទអញ្ចឹងខ្ញុំគ្រាន់តែផ្ដល់ជាយោបល់ប៉ុណ្ណឹងទេបាទហើយរឿងមួយទៀតគឺផ្ទុះបាទវែកញែករឿងការដាំដំណាំកៅស៊ូហើយនិងដំណាំចន្ទីបាទអញ្ចឹងចង់ខ្លាយជាអ្នកមាននាំគ្នាដាំកៅស៊ូបាទតែបើថាចង់បានលុយចាយមកមធ្យមស្រួលខ្លួនដាំស្វាយចន្ទីបាទអញ្ចឹងយើងញែកគ្នាឲ្យដាច់ចេះបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនមានសមត្ថភាពបាទមានលទ្ធភាពបងប្អូនដាំកៅស៊ូអត់ខុសទេបងប្អូនបាទអញ្ចឹងសមត្ថភាពបានន័យថាតែយើងមានចំណេះដឹងបច្ចេកទេសទៅលើការថែទាំដំណាំកៅស៊ូទេបាទតែយើងមានចំណេះដឹងសម្រាប់ការថែទាំក្នុងការថែទាំទេបាទហើយយើងនិយាយអំពីលទ្ធភាពបាទតើបងប្អូនមានលុយនិយាយខ្លីថាមានលុយសម្រាប់ធ្វើដំណាំកៅស៊ូទេបាទព្រោះដំណាំកៅស៊ូត្រូវមានដីមួយដែលសមស្របបាទតែដីសមស្របទៅនឹងដំណាំកៅស៊ូបាទអញ្ចឹងកៅស៊ូមិនមែនបងប្អូនចេះតែដាំទេណាបាទអញ្ចឹងបងប្អូនទៅជ្រើសរើសប្រភេទដីឲ្យបានល្អបាទទើបដំណាំកៅស៊ូវារីកចម្រើនបាទហើយយើងងាកមកដំណាំស្វាយចន្ទីវិញបងប្អូនអញ្ចឹងដំណាំស្វាយចន្ទីគឺជាដំណាំមួយប្រភេទដែលវាអត់សូវរើសដីទេបាទវាសូវរើសដីទេគឺយើងអាចដាំបានគ្រប់ប្រភេទដីបាទយើងអាចដាំបានប្រភេទដីហើយគឺជាប្រភេទដំណាំដែលធន់នឹងកម្ដៅបាទធន់នឹងអាកាសធាតុបាទល្មមគឺអត់ងាប់ទេបងប្អូនបាទគឺធន់នឹងអាកាសធាតុបាទហើយយើងចំណាយបាទយើងចំណាយលុយតិចបាទហើយបច្ចេកទេសក្នុងការថែទាំក៏វាអត់ពិបាកដូចដំណាំកៅស៊ូដែរបាទនឹងសម្រាប់យើងអត់សូវមានលទ្ធភាពគ្រប់គ្រាន់បាទទៅกับការដាំកៅស៊ូបងប្អូនអាចជ្រើសរើសមកដាំស្វាយចន្ទីបានបាទដោយសារដំណាំស្វាយចន្ទីគឺអត់រើសប្រភេទដីបាទអត់រើសប្រភេទដីទេហើយយើងចំណាយពេលត្រឹមតែ3ឆ្នាំបាទគឺយើងអាចប្រមូលផលបានហើយបងប្អូនបាទសូម្បីតែនៅឆ្នាំទី2គឺយើងអាចប្រមូលបានបន្តិចបន្តួចដែរបាទនៅឆ្នាំទី3គេថាយើងប្រមូលផលបាន 40% ហើយបាទចូលឆ្នាំទី4បាទគឺថា 50% នៃការប្រមូលផលបាទ
ចូលឆ្នាំទី4ឆ្នាំទី5បាទគឺថាអាចទទួលបានលទ្ធផលចូល 70% ហើយបងប្អូនបាទអញ្ចឹងយើងសម្រាប់យើងអត់លុយបាទនឹងសម្រាប់យើងអត់លុយដាំស្វាយបាទសម្រាប់យើងអត់លុយបងប្អូនបាទយើងដាំស្វាយបាទឆាប់ទទួលបានផលមកវិញហើយដល់ពេលដែលយើងធ្វើស្វាយបានផលហើយយើងមានលទ្ធភាពយើងមានសមត្ថភាពក្នុងការសិក្សាស្វែងយល់ពីបច្ចេកទេសកស៊ូបងប្អូនអាចយកលុយពីស្វាយយន្ទីបន្តទៅដាំកស៊ូបានបាទតែបើបងប្អូនអត់មានបទពិសោធន៍ក្នុងការដាំកស៊ូទេអញ្ចឹងបងប្អូនត្រូវសាកល្បងតិចបាទគុំជឿតាមនេះតាមអ្នកនោះធ្វើតែវាអីដែលល្អជាងបទពិសោធន៍ចូលខ្លួនទេបងប្អូនមានអីដែលថាជាងចូលខ្លួនទេណាអញ្ចឹងបទពិសោធន៍វាជាចំណែកមួយបាទចំណែកមួយពីរឿងបាទហើយអត់បទពិសោធន៍គឺយើងការសិក្សាស្វែងយល់បាទស្វែងយល់ពីអ្នកដែលគាត់ធ្វើបានជោគជ័យដែរបាទបាទសិក្សាពីអ្នកដែលគាត់អង្គស៊ូបានជោគជ័យនៅលើដំណាំកស៊ូបាទគុំគ្រាន់តែនិយាយថាបាទយើងត្រូវសិក្សាពីគេដែលជោគជ័យបាទជោគជ័យទៅលើដំណាំកស៊ូហ្នឹងបាទហើយមិនមែនជឿលើគាត់ទាំងស្រុងដែរយើងត្រូវការសិក្សាស្វែងយល់ពីសម្បូរនឹងពិសោធន៍យើងបាទជាលទ្ធផលក្នុងការដាំដំណាំបងប្អូនយើងដំណាំកស៊ូយើងត្រូវចំណាយលុយចាស់បាទតែនៅច្រើនត្រូវការថែរំឲ្យបានដល់បានទៅផលបាទហើយបងប្អូនដឹងថាកស៊ូនឹងស្វាយទីគឺខុសគ្នាបាទទីយើងប្រើពេលតែ2ឆ្នាំទៅ3ឆ្នាំបាទតែឆ្នាំទី3យើងផលបានខ្លះហើយបាទតែសម្រាប់កស៊ូចាប់ឆ្នាំទី5បាទតែយកអស់ឆ្នាំទី7បងដើម្បីកស៊ូយើងតែអស់ទី7បាទឆ្នាំដល់ទៅវាយកជួបតែយើងខ្វះឆ្នាំទី5ក៏អាចបានបន្តដែរបាទអញ្ចឹងបានរងវិទូនជាមួយបងប្អូនជ្រើសរើសទៅខ្លួនបាទតែដំណាំស៊ូមានដំណាំទីជ្រើសបែបណាបាទសម្រាប់ខ្ញុំបើសិនជាខ្ញុំមានលទ្ធភាពជំរើសពីបងប្អូនណាជំរើសពីដាំស្វាយខ្លះដាំកស៊ូខ្លះហើយចំណែកតែដីដែលយើងត្រូវដាំយើងត្រូវដីដែលជាពុកដែលល្អដល់ទៅដំណាំកស៊ូហើយបាទទីស្វាយទីដីដែលល្អវាមិនល្អដីល្អគាត់គេឆ្នៃដាក់ទីជួយវាល្អខុសពីកស៊ូទីដីមកដាំតើគឺឆ្លើយមកចាំទូមួយបងប្អូនអាចតាមប្រសិទ្ធភាពជាទេសបានស្វាយបងប្អូនពិសេសនេះកាសិអត់មួយទេបាទអាស៊ីទេបាទពីស៊ូអត់ចាក់ទេបាទទីទៅគឺស្មប់ចាក់អត់ទេបាទក្រុមអន់ទៅតែគឺឡើងខ្ចីទូតែរបស់ខ្ញុំនេះចឹងគឺបងប្អូនឃើញហើយបាទនេះឆ្នាំទីបងប្អូនបាទឆ្នាំទី3គឺបាទមានថានេះមកជុំល្អបាទតែប្រាំកស៊ូគឺចាក់ទៅបងប្អូនវិញជាមានប្រព័ន្ធតាក់កំដៅតែប៉ុណ្ណឹងទេវាសម្រាប់1000គុណបាទតែ300គុណអំបើកូនគឺងាប់ពួកដែលជាភេទទីថ្មនៅទីទូបាទគឺខាត់គឺហូថែមខ្លាំងដែរមានតែស្វ័យទីតែបាទមានអាតូនេះបងប្អូនឬអីទៅបាទទៅបាទមានបាទមានមកទៀតបាទតែឲ្យដាំទឹកស្វិលបានជីលើបាទបោះទៅដំណាំកស៊ូបាទសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងបងប្អូនខកតាមស្ដីទៅបាទសូម